សួស្តីខ្ញុំមានប្រធានលំហាត់មួយមកដោះស្រាយឲ្យអ្នកទាំងអស់គ្នាមួយគេមាន ABC ជាចំនួនពិតវិជ្ជមានចូលស្រាយថា A គីបបូក 3B គីបនៅលើ 5A បូក B បូកឲ្យ B គីបបូក 3C គីបនៅលើ 5B បូក C បូកឲ្យ C គីបបូក 3A គីបនៅលើ 5C បូក A ធំជាងឬស្មើ2ឬ3កតាឲ្យ A ការ៉េបូក B ការ៉េបូក C ការ៉េអញ្ចឹងដើម្បីដោះស្រាយវិសមភាពមួយនឹងបានទី1យើងត្រូវប្រើវិសមភាពក C មកតាមជប់ស្រែមើលឃើញសិនតាមវិសមភាពក C ស្វះយើងត្រូវប្រើវិសមភាពក C ស្វះតាមវិសមភាពក C ស្វះតាមវិសមភាពក C ស្វះអញ្ចឹងយើងត្រូវមើលភាពបែង 5A បូក 3អញ្ចឹងបើភាពបែងមកវា 5A បូក 3ចេញយើងត្រូវយក A កតាឲ្យ 5A បូក B បូកឲ្យដូចគ្នាដែរ B កតាឲ្យ 5B បូក C បូកឲ្យ C កតាឲ្យ 5C បូក A អញ្ចឹងនេះគុណឲ្យអញ្ចឹងដោយសារក្រដាស់របស់ខ្ញុំខ្លះយើងសូមចុះមកក្រោមគុណឲ្យ A គីបនៅលើភាគបែង 5A បូក B A គីបនៅលើ 5A បូក B បូកឲ្យ B គីបនៅលើ 5B បូក C បូកឲ្យ C គីបនៅលើ 5C បូក A ចឹងធំជាងឬស្មើនេះយើងមើលចេះយើងយកកន្សោមប៉ុណ្នេះគុណមកនេះដាច់នៅសល់ A គុណ A គីបចឹងវាបាន A សេគុណ 4ដូចគ្នាដែរ A សេគុណ 4 បូក 3 សេគុណ 4 បូក C សេគុណ 4ដល់ពេលដែលយើងយកនេះយកមកគុណណាហ្នឹងគុណមកអន្សងមកចឹងវាបាន A សេគុណ 4 បូក 3 សេគុណ 4 បូក C សេគុណ 4អញ្ចឹងយើងយកស្វ័យគុណណាដែលធំអញ្ចឹងយើងយកវាមក AMCM មកអញ្ចឹងគឺ A សេគុណ 4 បូក 3 សេគុណ 4 បូក C សេគុណ 4 អត់ AMCM យើងយកវាមកក C យកយើងប្រើរូបមន្តក C A សេគុណ 4 បូក 3 សេគុណ 4 បូក C សេគុណ 4 ហ្នឹងអញ្ចឹងគឺធំជាងឬស្មើ A ការ៉េបូក B ការ៉េបូក C ការ៉េក្តោបការ៉េហ្នឹងគឺវាអញ្ចឹងបាន A ការ៉េបូក B ការ៉េបូក C ការ៉េលើកជាការ៉េឥឡូវយើងបានប៉ុណ្ណឹងហើយអញ្ចឹងយើងបោះមកកន្សោមប៉ុណ្នេះមកអង្គទី2អញ្ចឹងកន្សោមនេះសរសេរដូចដែរ A គីបនៅលើ 5A បូក B បូកឲ្យ B គីបនៅលើ 5B បូក C បូកឲ្យ C គីបនៅលើ 5C បូក A ធំជាងឬស្មើច្បាស់ជាសរសេរអត់គ្រាន់ហើយអញ្ចឹងសូមចុះមកក្រោមធំជាងឬស្មើ A ការ៉េបូក B ការ៉េបូក C ការ៉េក្តោបការ៉េនៅលើអញ្ចឹងយើងពលាតឲ្យហើយមក A កតាឲ្យ 5A បូក B នេះមកកន្សោមទាំងអស់ហ្នឹងយើងពលាតឲ្យហើយមកពលាតវាទៅគឺបាន A គុណ 5A បាន 5A ការ៉េអញ្ចឹង B ការ៉េខ្ពស់សរសេរមកមុន 5A ការ៉េ B គុណ 5B បានបូក 5B ការ៉េដូចគ្នាដែរបូក 5C ការ៉េបូកឲ្យ AB បូក
BC បូក AC ខេចឹងមកកន្សោមទាំងមូលប្រព័ន្ធនេះគឺស្មើនឹង A ការ៉េបូក B ការ៉េបូក C ការ៉េក្តោបការ៉េនៅលើ5កតាឲ្យ A ការ៉េបូក B ការ៉េបូក C ការ៉េបូក AB បូក BC បូក AC ចឹងកន្លែងនេះគឺសិតតាជាគន្លឹះដើម្បីដោះស្រាយទាំងអស់ចឹងយើងមើល A ការ៉េបូក B ការ៉េបូក C ការ៉េតែ A ការ៉េបូក B ការ៉េបូក C ការ៉េរបស់យើងហ្នឹងគឺធំជាងឬស្មើ AB បូក BC បូក AC យល់កន្លែងហ្នឹងឯងចឹងអាមួយហ្នឹង A ការ៉េបូក B ការ៉េបូក C ការ៉េហ្នឹងធំជាងប៉ុណ្ណឹងគឺបានមកពីយើងប្រើវិសមភាព AM CM ឥឡូវខ្ញុំឧទាហរណ៍ឲ្យស្អាតយល់មកនេះវិសមភាព AM CM គឺមានន័យថាកន្លែងហ្នឹងគឺយើងប្រើវិសមភាព AM CM មកមានន័យថា A ការ៉េបូក B ការ៉េហ្នឹងធំជាងឬស្មើ 2AB ហើយ B ការ៉េបូក C ការ៉េធំជាងឬស្មើ 2BC ហើយ A ការ៉េបូក C ការ៉េធំជាងឬស្មើ 2AC យកទី1ទី2ទី3នឹងបូកចូលគ្នាមកគឺវាបានច្បាស់ជាបាន A ការ៉េបូក C ការ៉េធំជាងឬស្មើ AB បូក BC បូក AC ហើយយល់ទេបាទអញ្ចឹងបើ A ការ៉េបូក B ការ៉េបូក C ការ៉េហ្នឹងធំជាងឬស្មើប៉ុណ្ណឹងយើងយកប៉ុណ្ណឹងជំនួសចូលមកអញ្ចឹងសមមូលបានជា A គីបនៅលើ 5A បូក B បូកឲ្យ B គីបនៅលើ 5B បូក C បូកឲ្យ C គីបនៅលើ 5C បូក A ធំជាងឬស្មើមកអញ្ចឹងយើងជំនួសមកយើងយកអ្វីដែលវាស្មើអ្វីដែលវាធំជាងឬស្មើប៉ុណ្ណឹងជំនួសមកអញ្ចឹងធំជាងឬស្មើមក A ការ៉េបូក B ការ៉េបូក C ការ៉េក្តោបការ៉េនៅលើ5កតាឲ្យ A ការ៉េបូក B ការ៉េបូក C ការ៉េបូកឲ្យ A ការ៉េបូក B ការ៉េបូក C ការ៉េធំជាងឬស្មើ AB បូក BC បូក AC អញ្ចឹងពីថាធំជាងឬស្មើមានន័យថាវាអាចស្មើអញ្ចឹងយើងជំនួសកន្សោមប៉ុណ្នេះចូលមកអញ្ចឹងវាបាន A ការ៉េបូក B ការ៉េបូក C ការ៉េស្មើ A ការ៉េបូក B ការ៉េបូក C ការ៉េក្តោបការ៉េនៅលើបូកចូលគ្នាមកបាន6កតាឲ្យ A ការ៉េបូក B ការ៉េបូក C ការ៉េអញ្ចឹងស្មើ1លើ6កតាឲ្យ A ការ៉េបូក B ការ៉េបូក C ការ៉េអញ្ចឹងនេះជាទំនាក់ទំនងទី1នេះបាទទំនាក់ទំនងទី1អញ្ចឹងឥឡូវខ្ញុំសរសេរសួរមើលឲ្យនាំឲ្យ A គីបនៅលើ 5A បូក B បូកឲ្យ B គីបឥឡូវខ្ញុំសរសេរសារថ្មីសរសេរឲ្យស្រួលមើលនៅលើ 5B បូក C បូកឲ្យ C គីបនៅលើ 5C បូក A ធំជាងឬស្មើ1លើ6កតាឲ្យ A ការ៉េបូក B ការ៉េបូក C ការ៉េជាទំនាក់ទំនងទី1តោះនេះឥឡូវយើងចាប់ផ្ដើមមកស្រាយបន្តទៀតឥឡូវបានទំនាក់ទំនងទី1ហើយរកទំនាក់ទំនងទី2បាទទំនាក់ទំនងទី2ដោយប្រើមើលឃើញអត់ដោយសរសេរទាំងនេះដោយប្រើវិសមភាពដដែលដោយប្រើវិសមភាពកស៊ីស្វះនឹងដដែល
ក៏Cក៏Cច្បាស់ដដែលមកអញ្ចឹងយើងបានB ឥឡូវគឺថាយើងបដូរម្ដងពីមុនយើងមើលពីមុនភាគបែងកន្លែងនេះកន្លែងនេះពីមុនយើងយក A កតាឲ្យ 5A បូក B ឥឡូវគឺថាយើងចាប់តាមយក B ម្ដងអញ្ចឹងបាន B កតាឲ្យ 5A បូក B វិញម្ដងអញ្ចឹង B កតាឲ្យ 5A បូក B បូកឲ្យ C កតាឲ្យ 5B បូក C បូកឲ្យ A កតាឲ្យ 5C បូក A ចឹងគុណឲ្យ B គីបនៅលើ 5 នៅលើ 5A បូក B បូកឲ្យ C គីបនៅលើ 5B បូក C បូកឲ្យ A គីបនៅលើ 5C បូក A ធំជាងឬស្មើមកធំជាងឬស្មើនេះកន្សោមប៉ុណ្ណនេះគុណនឹងកន្សោមប៉ុណ្នេះអញ្ចឹងឯសារกระดาษសរសេរអក្សរខ្ញុំដាក់នៅខាងក្រោមអញ្ចឹងធំជាងឬស្មើស្រាយនិយាយទៅការស្រាយគឺដូចគ្នាA ការ៉េបូក B ការ៉េបូក C ការ៉េយើងបញ្ជាក់ពេលបន្តិចមកស្រាយដូចគ្នាអញ្ចឹងសមមូលទៅឲ្យគេទាញបាន B គីបនៅលើ 5A ការស្រាយគឺដូចគ្នាបូកឲ្យ C គីបនៅលើ 5B បូក C បូកឲ្យ A នៅលើ 5C បូក A ធំឬស្មើ1នៅលើ 6កតាឲ្យ A ការ៉េបូក B ការ៉េបូក C ការ៉េជាទីsorry កុំអានអត់ម្ដងយើងបំលែងសិនមកបំលែង B គីប C គីបដោយធ្វើការគុណអង្គសងខាងនឹង3ហើយធ្វើការគុណអង្គសងខាងនឹង3មកអញ្ចឹងបាន 3B នៅលើ 5A បូក B បូកឲ្យ 3C គីបនៅលើ 5B បូក C បូកឲ្យ 3A គីបនៅលើ 5C A ធំឬស្មើ3នៅលើ 6កតាឲ្យ A ការ៉េ B ការ៉េបូក C ការ៉េនៅតំណងទី2ដោយធ្វើការយកទំនាក់ទំនងទី1បូកឲ្យនឹងទំនាក់ទំនងទី2មកចឹងធ្វើឲ្យគេទទួលបានមកទី1 A គីបនៅលើ 5A បូក B បូកឲ្យ B គីបនៅលើ 5 បូក C បូកឲ្យ C គីបនៅលើ 5C ធំជាងឬស្មើ1លើ6កតាឲ្យ A ការ៉េបូក B ការ៉េបូក C ការ៉េមកទំនាក់ទំនងទី1ឥឡូវយើងមកទី2 3 គីបនៅលើ 5A បូក B បូក 3C គីបនៅលើ 5B បូក C បូកឲ្យ 3A គីបនៅលើ 5C បូក A ធំឬស្មើ3
ការ៉េបូក c ការ៉េទំនាក់ទំនងទី2ហើយយើងបូកអង្គនឹងអង្គមកអង្គនឹងអង្គគេអង្គនឹងអង្គមកចឹងបានគេភាគបាយដូចគ្នាចឹងគិតគូរតែភាគយកបូក3 3គីបទៅលើបូក3បូកឲ្យដូចគ្នាដែរ3គីបបូកឲ្យ3 c គីបនៅលើ 5b បូក c បូកឲ្យ c គីបបូក 3a គីបនៅលើ 5c បូក a ធំជាងឬស្មើអង្គមកចឹងលើ6កតាយ a បូកឲ្យ3លើ6កតាយ a 3ការ៉េបូក c ការ៉េចឹងគិតគូរតែមេគុណមក1លើ6បូកឲ្យ3លើ6វាស្មើ4លើ6ចឹងយើងសរសេរមក4លើ6កតាយ a ការ៉េបូក3ការ៉េបូក c ការ៉េមកចឹងបានទៀត a គីបបូក3 គីបនៅលើ 5a បូក b បូកឲ្យ b គីបបូក 3c គីបនៅលើ 5b បូក c បូកឲ្យ c គីបបូក 3a គីបនៅលើ 5c បូក a ធំឬស្មើស្រួលមកបានលើ3សម្រួលនឹងមកស្មើ2 3 a ឲ្យ a ការ៉េបូក c ការ៉េខ្លះណាចប់ត្រឹមប៉ុណ្ណឹងទោះជាមានកន្លែងណាខុសឆ្គងអាចសូមអភ័យទោសហើយសូមជួយស្រួល